ជំរាបសួរគ្រូនេះគឺជាកិច្ចការ Create Bridge គឺជាដំបូងខ្ញុំធ្វើការ config ដែល LAN ខាងនេះ LAN ខាង PC 1 PC 2 PC 3គឺចាប់យកខាង10និង PC 4 PC 5 PC 6គឺចាប់យកខាង20 IP 20 ឥឡូវនេះខ្ញុំចូលការ config វាឥឡូវខ្ញុំ start machine សិនឥឡូវខ្ញុំចូលការ config វាធ្វើការ refresh ជាទៅការបង្កើតវាគឺក្មេងស្មុគស្មាញតែដំបូងគឺយើងត្រូវមាន Blade ហើយយើងគឺមានការបង្កើត Blade 10ហើយយើងមានការបង្កើត port ដែលមាន port LAN IT និង LAN H1 នេះហើយ port ពីរមិញគឺវាចាប់យកដែលវាចាប់យកនេះ PC 2 PC 3និង PC 4និង port 2នេះគឺវាចាប់យកPC 5 6ហើយនិង7ដែលមួយគឺ LAN HO មួយទៀតគឺ LAN IT ហើយបន្តមកទៀតគឺយើងត្រូវបាន assign IP address នេះគឺវាមាន IP ទី1គឺកតុយ10និងដែល IT នេះគឺវាមានកតុយ10និង LAN HO នេះគឺវាមានកតុយ20ហើយបន្តមកទៀតគឺយើងបានបង្កើតនៅ DHCP server នេះ DHCP server ដែលមាន LAN IT និង LAN HO ហើយយើងក៏បានបង្កើត NAT នៅវាដែរគឺនៅក្នុង firewall NAT នេះហើយយើងក៏មានហើយនៅក្នុង route ក៏យើងបានបង្កើតវាដែរនេះគឺមាន route 10និង20ហើយនេះជា route ផ្សេងៗយើងបានបង្កើតហើយសម្រាប់ interface នេះក៏យើងមាននេះក៏យើងមានBlade 10 20ដូចគ្នាឥឡូវបន្តមកទៀតខ្ញុំធ្វើការតេស្តវាធ្វើការតេស្ត PC 1ឥឡូវខ្ញុំបើកវាអស់សិនDHCP នេះគឺវាចាប់យក10ចំពោះ PC 2វាយដូចគ្នា DHCP.D នេះវាគឺវាដូចគ្នាគឺវាចាប់យកកតុយ10ដូចគ្នាចំពោះ PC 3
DHCP.D nè, cái câu viết đọc được kìa nè. Lấy chỗ đó PC4 vào đầu DHCP.D nè, trong PC4 cứ cái tôi với một phẩy PC5 DHCP.D nè, cái tôi viết cứ một phẩy đấy PC của mỗi CP.D nè, trong lấy cò PC lấy cò tôi viết một phẩy được kìa nè. Lấy bia cứ sập vô ấy. Trong video nhóm cứ mình tập anh ấy học con là cụ